វត្តិសាស្ត្រនៅដើមសតវត្សទី16ព្រះរាជាខ្មែរដែលឡើងគ្រងរាជ្យបន្ទាប់ពីព្រះបាទសុគន្ធវត្តគឺជាអតីតក្មេងវត្តម្នាក់មានឈ្មោះថានីកនត្រូវបានព្រះបាទសុគន្ធវត្តជួយទំនុកបម្រុងហើយតែងតាំងជាខុនលួងព្រះស្ដេចកនបន្ទាប់មកនីកនក៏ក្បត់ស្ដេចផែនដីហើយវាយដណ្ដើមរាជ្យក៏ប៉ុន្តែនៅចុងបញ្ចប់ស្ដេចកនត្រូវប្អូនរបស់ព្រះបាទសុគន្ធវត្តនាំទ័ពវាយដណ្ដើមយករាជ្យមកវិញហើយកាត់កយកទៅដោតនៅមុខថ្លង់ទ្វារចូលទីក្រុងដើម្បីកុំឲ្យអ្នកដទៃយកដំណាប់តាមបាទជាបន្តទៅទៀតនេះលោកជុនច័ន្ទបុត្រសូមរៀបរាប់ជូនលោកអ្នកនាងស្ដាប់នៅព្រឹត្តិការណ៍នេះដូចតទៅព្រះស្ដេចកនដែលជាស្ដេចដណ្ដើមរាជ្យពីព្រះបាទសុគន្ធវត្តកើតក្នុងឆ្នាំរោងនៅស្រុកស្រីសន្ធរខេត្តកំពង់ចាមបច្ចុប្បន្ននាយកនមានកំណើតក្នុងត្រកូលអ្នកងារដែលជាវណ្ណៈទាបបំផុតនៃសម័យនោះហើយមិនជាប់ពូជពង្សក្នុងត្រកូលរាជវង្សទេគ្រួសាររបស់នាយកនស្ថិតក្នុងក្រុមពលព្រះគឺជាក្រុមអ្នកងារមានភារៈជាអ្នកថែរក្សាបោសសម្អាតវត្តបិតារបស់នាយកននាមពិជ័យនាគនិងមាតានាមនាងបាននាយកនមានបងស្រីម្នាក់ឈ្មោះសហើយល្បីថាមានរូបឆោមបវរល្អលើស្រីទាំងពួងរហូតដល់ព្រះបាទសុគន្ធវត្តសពព្រះរាជហឫទ័យយ៉ាងខ្លាំងហើយទទួលយកនាងធ្វើជាស្នំឯកនិងនាំនាងយកទៅរស់នៅក្នុងព្រះបរមរាជវាំងលោកអាដាម៉ាលើក្លាអតីតរេស៊ីដង់បារាំងប្រចាំប្រទេសកម្ពុជាសរសេរថាដោយសពព្រះរាជហឫទ័យនិងនាងសនេះខ្លាំងព្រះបាទសុគន្ធវត្តក៏យកចិត្តទុកដាក់ចំពោះគ្រួសារនាងសនេះជាពិសេសព្រះអង្គលើកដំកើងឪពុកនាងឲ្យទៅជាមន្ត្រីម្ដាយនាងឲ្យទៅជានាគម៉ែបាននាយកនជាប្អូនប្រុសឲ្យទៅជាមហាថ្លិតរួចជាអុកញ៉ាម៉ឺនស្នេហាចោមចិត្តរីឯនាងសខ្លួនឯងជាអ្នកមនាងកេសរបុប្ផាគឺតាមរយៈបងស្រីដែលក្លាយជាស្នំឯករបស់ស្ដេចផែនដីនេះហើយដែលនាយកនបានចូលទៅបម្រើការឯក្នុងព្រះរាជវាំងហើយបានក្លាយជាមន្ត្រីជំនិតរបស់ព្រះរាជាលោកលើកលែងថាព្រះបាទសុគន្ធវត្តក៏មានប្រតិយចង់លួចស្នំឯកនឹងនាយកនឲ្យរួចចាកពីឋានៈពលព្រះទៀតផងក៏ប៉ុន្តែនៅពេលដែលព្រះអង្គពិគ្រោះយោបល់ជាមួយសេនាមន្ត្រីទូលតបវិញថាច្បាប់មិនអនុញ្ញាតឲ្យព្រះអង្គធ្វើបែបនេះបានឡើយត្បិតបើមានកំណើតជាពលព្រះហើយគឺជាប់ក្នុងឋានៈនេះអស់រយៈពេល 5000 ឆ្នាំទោះជាស្ដេចផែនដីក៏មិនអាចបំពានច្បាប់នេះបានឡើយដោយមិនអាចប្រគល់តំណែងធំដុំណាមួយឲ្យនាយកនបានព្រះបាទសុគន្ធវត្តបានត្រឹមលើកប្អូនថ្លៃឲ្យមានងារជាខុនលួងព្រះស្ដេចកននេះជាតំណែងមួយដែលមានសិទ្ធិអំណាចត្រួតត្រាអ្នកងារក្នុងក្រុមពលព្រះដូចគ្នាតែក៏មានអំណាចអាចកាត់ទោសនិងផ្ដន្ទាទោសដល់ជនណាដែលមាក់ងាយព្រះពុទ្ធសាសនាមិនគោរពអាចារ្យនិងចាស់ព្រឹទ្ធាចារ្យជាដើមការឡើងបុណ្យស័ក្តិតាំងពីក្មេងវត្តរហូតដល់តំណែងខ្ពស់មួយនៅក្នុងវាំងតាមរយៈសាច់ញាតិនេះបានធ្វើឲ្យនាយកនកើតជំងឺរៀបរឹកមិនទាន់លោកអាដាម៉ាលើក្លារៀបរាប់ថាមិនយូរប៉ុន្មាននាយកនភ្លេចដើមកំណើតខ្លួនថាជាក្មេងវត្តនៃក្រុមពលព្រះហើយចាប់ផ្ដើមវារឹកមាក់ងាយមន្ត្រីឯទៀតដែលធ្វើឲ្យមន្ត្រីជើងចាស់ក្នុងវាំងទាំងឡាយនាំគ្នាស្អប់គុំគួនជាខ្លាំងហើយរៀបចំផែនការប្រឆាំងនឹងនាយកនពួកគេបានទូលស្ដេចផែនដីថានាយកនមានគំនិតក្បត់ចង់ដណ្ដើមរាជ្យហើយត្រូវតែកម្ចាត់ចោលពងសាវតាខ្មែររៀបរាប់រឿងរ៉ាវស្រដៀងគ្នានេះដែរតែមានបញ្ចូលភាពអច្ឆរិយៈខ្លះទៅក្នុងនោះឯកសារនេះសរសេរថាស្ដេចសោយរាជ្យគឺព្រះបាទសុគន្ធវត្តទ្រង់សុបិនឃើញនាគរាជដេញខំព្រះអង្គហើយពាំយកទាំងស្វេតឆ័ត្ររបស់ព្រះអង្គទៅបាត់ផងពួកហោរាបានទាយពីសុបិននេះថាអាចនឹងមានកលាហលកើតឡើងបង្កដោយព្រះស្ដេចកនដែលកើតនៅឆ្នាំរោងគឺឆ្នាំនាគនោះហើយថាត្រូវតែកម្ចាត់នាយកនចោលផែនការនេះត្រូវបងស្រីរបស់នាយកនលួចស្ដាប់ឮហើយប្រាប់នាយកនឲ្យដឹងខ្លួនជាមុននាយកនក៏រត់ភៀសខ្លួនហើយទៅបង្កទ័ពបកមកវាយស្ដេចផែនដីវិញនៅក្នុងបេសកកម្មដណ្ដើមអំណាចពីស្ដេចផែនដីនេះនាយកនមិនរុញរាសោះឡើយក្នុងការប្រើប្រាស់អំពើហិង្សាឃោរឃៅនិងបោកប្រាស់ប្រជារាស្ត្រឲ្យមកចុះចូលជាមួយនឹងខ្លួននាយកនក៏ជាអ្នកចេះប្រើល្បិចយុទ្ធសាស្ត្រស្ទាត់ជំនាញណាស់ក្នុងការបំបែកកម្លាំងប្រចាំមិត្តនិងយុទ្ធសាស្ត្របញ្ចូលដៃជើងរបស់ខ្លួន
ឲ្យទៅបង្កប់ក្នុងក្រុមម្ខាងទៀតពេលភៀសខ្លួនទៅដល់បាភ្នំនាយកនបានសម្លាប់ចៅហ្វាយខេត្តដើម្បីដណ្ដើមកាន់កាប់ខេត្តនេះហើយបោកបញ្ឆោតប្រាប់អ្នកស្រុកថាចៅហ្វាយខេត្តបាភ្នំក្បត់ទៅចូលដៃជាមួយព្រះច័ន្ទរាជាព្រះអនុជរបស់ព្រះបាទសុគន្ធបុត្រដែលមានបំណងបំបែកខ្លួនឡើងសោយរាជ្យនៃចតុមុខពាក្យឃោសនាថាព្រះបាទច័ន្ទរាជាមានបំណងក្បត់ស្ដេចផែនដីជាបងបង្កើតនេះបានបង្កឲ្យមានការមិនទុកចិត្តរវាងបងនិងប្អូនទីបំផុតព្រះច័ន្ទរាជាក៏ភៀសព្រះកាយចោលក្រុងចតុមុខរួចទៅសុំជ្រកកោនជាមួយស្ដេចសៀមបាត់ទៅបន្ទាប់មកទៀតនាយកនបានប្រាប់អ្នកស្រុកថាតាមពិតការកែនទ័ពនេះគឺដើម្បីដណ្ដើមរាជ្យពីព្រះរាជាយកទៅថ្វាយក្មួយបង្កើតរបស់ខ្លួនដែលត្រូវជាបុត្ររបស់អ្នកមនាងកេសរបុប្ផាមិនតែប៉ុណ្ណោះនាយកនប្រកាសថាពេលខ្លួនដណ្ដើមរាជ្យបានពួកពលព្រះទាំងអស់នឹងទទួលបានសេរីភាពជាអ្នកជាធម្មតាឡើងវិញហើយជាការតាក់ទាញទឹកចិត្តអ្នកដទៃទៀតនាយកនបានសន្យាថាពេលដែលដណ្ដើមរាជ្យបានរាល់អ្នកជាណាដែលធ្លាប់ធ្វើខ្ញុំគេនឹងបានឡើងធ្វើជាមន្ត្រីឯអ្នកដែលធ្លាប់ធ្វើជាមន្ត្រីស្រាប់នឹងបានឡើងជាមន្ត្រីធំជាងនេះទៅទៀតទីបំផុតស្ដេចកូនក៏ដណ្ដើមរាជ្យបានពីព្រះបាទសុគន្ធបុត្រជាបងថ្លៃដោយប្រើល្បិចឲ្យដៃជើងរបស់ខ្លួនឈ្មោះអោកម៉ឺនសូរិនកែវទៅបង្កប់ខ្លួនក្នុងព្រះរាជវាំងហើយឆក់ឱកាសធ្វើគុតស្ដេចផែនដីតែម្ដងដោយរកគ្រឿងបញ្ចក្សេត្រសម្រាប់ឡើងគ្រងរាជ្យមិនឃើញស្ដេចកូនក៏បានចាត់ឲ្យគេធ្វើព្រះខ័នថ្មីហើយក៏រៀបចំពិធីប្រដាប់ពិស័យឡើងសោយរាជសម្បត្តិជាមួយនឹងព្រះខ័នคล้ายៗនោះក្នុងគ្រិស្តសករាជ1512នៅរាជធានីទួលបាសានព្រះអង្គមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះស្រីជេដ្ឋាធិរាជរាមាធិបតីរាជពង្សាវតារសរសេរថាបន្ទាប់ពីដណ្ដើមរាជបានពេញក្នុងដៃហើយស្ដេចកនបានលើកបន្ទប់បកពួកនឹងគ្រួសាររបស់ខ្លួនឲ្យមានឋានៈធំដុំក្នុងជួរអ្នកដឹកនាំស្ដេចកនលើកឪពុកមីឈ្មោះកៅដែលជាមេទ័ពធំឲ្យមានឋានៈជាសម្ដេចចៅវាទុលហៈដែលជាឋានន្តរស័ក្តិថ្នាក់ខ្ពស់បំផុតនៃមន្ត្រីក្នុងកម្ពុជារដ្ឋនាបុរាណសម័យរីឯក្រុមបរិវារដៃជើងដទៃទៀតក៏ព្រះមហាក្សត្រថ្មីនេះប្រទានឲ្យមានយស័ក្តិតាមគុណបំណាច់រៀងៗខ្លួនព្រះស្រីជេដ្ឋាធិរាជស្ដេចកនដំបូងបានបដូររាជធានីពីទួលបាសានទៅទិសខាងកើតហើយសាងក្រុងថ្មីត្រង់ចន្លោះដូនតីតែព្រះអង្គគង់នៅទីនោះបានតែ5ខែប៉ុណ្ណោះក៏ទ្រង់យាងទៅសាងក្រុងមួយថ្មីទៀតនៅឯភូមិស្រឡប់ពីជ័យចុងខេត្តត្បូងឃ្មុំទល់ដែនខេត្តបាភ្នំរាជធានីថ្មីនេះជាបន្ទាយមួយយ៉ាងរឹងមាំដែលព្រះអង្គប្រទាននាមថាក្រុងស្រឡប់ពីជ័យព្រៃនគរបវររាជធានីព្រះស្រីជេដ្ឋាសោយរាជបានសុខសន្តិភាពតែ3ឬ4ឆ្នាំប៉ុណ្ណោះក៏ត្រូវរងនឹងសង្គ្រាមស៊ីវិលមួយដែលអូសបន្លាយអស់រយៈពេលជិត10ឆ្នាំជាមួយនឹងព្រះច័ន្ទរាជាដែលជាព្រះអនុជរបស់ព្រះបាទសុគន្ធបុត្រដែលវិលត្រឡប់មកពីប្រទេសសៀមដើម្បីច្បាំងដណ្ដើមរាជ្យពីស្ដេចកនវិញនៅក្នុងសង្គ្រាមរវាងខ្មែរនិងខ្មែរនេះស្វ័យត្បិតតែព្រះពញាច័ន្ទរាជាត្រូវបានទទួលការគាំទ្រពីរាស្ត្រនិងមន្ត្រីជាច្រើនរូបដោយជាតាពេជ្រឬឃ្លាំងមឿងនិងកូនទាំង4របស់គាត់ជាដើមក៏ដោយតែពីដំបូងទ័ពនេះត្រូវបានទ័ពព្រះស្រីជេដ្ឋាស្ដេចកនដែលមានកម្លាំងវាសន្ធាប់ហើយពាត់ជាប់ក្នុងមន្ទីរខេត្តពោធិ៍សាត់អស់រយៈពេល12ខែតែក្រោយមកទ័ពខាងព្រះច័ន្ទរាជាកាន់តែរីកចម្រើនហើយទទួលបានជោគជ័យច្រើនអន្លើរហូតរំដោះបានភាគខាងលិចនៃប្រទេសទាំងមូលដែលធ្វើឲ្យដំណាក់កាលនេះប្រទេសខ្មែរត្រូវចែកជា2គឺព្រះអង្គច័ន្ទសោយរាជ្យត្រើយខាងលិចឯព្រះស្រីជេដ្ឋាស្ដេចកនសោយរាជ្យត្រើយខាងកើតនៅចុងបញ្ចប់នៃសង្គ្រាមស៊ីវិលនេះព្រះស្រីជេដ្ឋាព្រះស្ដេចកនត្រូវទ័ពព្រះអង្គច័ន្ទពាត់ជាប់ក្នុងមន្ទីរអស់រយៈពេល3ខែព្រះអង្គរងរបួសជាទម្ងន់ហើយត្រូវចាប់ខ្លួនបាននិងនៅទីអវសានស្ដេចកនដែលជាអតីតក្មេងវត្តនៃក្រុមពលព្រះហើយវាយដណ្ដើមយករាជ្យពីព្រះបាទសុគន្ធបុត្រនេះត្រូវបានទ័ពរបស់ព្រះច័ន្ទរាជាកាត់ព្រះសិរសារួចយកទៅដោតនៅមុខមន្ទីរស្រឡប់ពីជ័យដើម្បីជាបំរាមដល់មនុស្សទូទៅកុំឲ្យធ្វើដំរាប់តាមព្រះស្រីជេដ្ឋាធិរាជព្រះស្ដេចកនដែលជាស្ដេចជ្រែករាជ្យនេះទ្រង់បានឡើងសោយរាជ្យពីឆ្នាំ1508ឬឆ្នាំ1512នៃគ្រិស្តសករាជនៅទួលបាសានហើយទ្រង់សោយទីវង្គតដោយគេកាត់ព្រះសិរសានៅឆ្នាំ1525នៅបន្ទាយស្រឡប់ពីជ័យព្រៃនគរខ្ញុំជុនច័ន្ទបុត្រ Vichu Azizi Serai Washington